សួស្តីអ្នកទាំងអស់គ្នាពេលនេះសូមជើញតាមដានរឿង Dr. Stone បន្តទៀតដែលវីដេអូនេះចាប់ផ្ដើមរដូវកាលទី4នៅពេលនេះក្រុមរបស់ Senku មានគោលដៅថ្មីមួយគឺទៅរក White Man នៅឋានវិចារណ៍ Senku បានធ្វើការសន្និដ្ឋានថា White Man នឹងគឺជាអ្នកដែលទទួលខុសត្រូវក្នុងការធ្វើឲ្យមនុស្សទាំងអស់នៅលើពិភពលោកក្លាយទៅជាថ្មកាលពីជាង3700ឆ្នាំមុនហើយជាដំបូងដើម្បីអាចឡើងទៅកាន់ឋានវិចារណ៍បាន Senku ត្រូវការដើរប្រមូលវត្ថុធាតុដើមជាច្រើននៅទូទាំងពិភពលោកដើម្បីសាងសង់យានអវកាសនិងគ្រឿងចាំបាច់ផ្សេងទៀតគោលដៅដែលគាត់ត្រូវទៅមុនគេនៅពេលនេះគឺប្រទេសអាមេរិកដោយសារតែកាលពី3700ឆ្នាំមុននៅទីនោះធ្លាប់មានបច្ចេកវិទ្យារីកចម្រើនខ្លាំងអញ្ចឹងហើយទើប Senku ជឿជាក់ថានៅទីនោះនៅសល់វត្ថុធាតុដើមច្រើនដែលគាត់អាចប្រើបានម្យ៉ាងនៅលើទឹកដីអាមេរិកសម្បូរដំណាំពោតដែលពួកគេអាចយកមកធ្វើជាចំណីអាហារបានហើយក៏អាចយកមកផលិតជាអកុលបានផងដែរ Senku នៅត្រូវការបរិមាណអកុលច្រើនដើម្បីជួយមនុស្សនៅទូទាំងពិភពលោកឲ្យរួចពីថ្មបន្ទាប់ពីរៀបចំបានរួចរាល់ក្រុមរបស់ Senku បានចាក់ចេញពីភូមិ Ishigami នៅប្រទេសជប៉ុនសម្ដៅទៅប្រទេសអាមេរិកបន្ទាប់ពីទូកចេញដំណើរបានឆែកបន្តិចពួកគេបាននាំគ្នាមើលផែនទីហើយ Senku បានដាក់សំណួរថាបើសិនជាចង់ធ្វើដំណើរពីប្រទេសជប៉ុនទៅប្រទេសអាមេរិកឲ្យបានលឿនបំផុតតើទៅតាមផ្លូវណាហើយថៃជូក៏បានឆ្លើយផុងថាទៅត្រង់ទៅមានអីពិបាក Senku ប្រាប់ថាចម្លើយមិនត្រឹមត្រូវនោះទេបើសិនជាពួកគេចង់ធ្វើដំណើរទៅកាន់ប្រទេសអាមេរិកឲ្យបានលឿនបំផុតគឺទៅតាមផ្លូវកោងដោយសារតែផែនដីមានរាងមូលបន្តមកដើម្បីឲ្យបានឃើញច្បាស់ក្រមហើយនឹងថៃជូបាននាំគ្នាធ្វើការវាស់វែងខ្សែពណ៌ខៀវតំណាងផ្លូវត្រង់ចំណែកខ្សែពណ៌ក្រហមតំណាងផ្លូវកោងលទ្ធផលបញ្ជាក់ឃើញច្បាស់ថាខ្សែពណ៌ក្រហមខ្លីជាងខ្សែពណ៌ខៀវមានន័យថាបើសិនជាពួកគេធ្វើដំណើរតាមផ្លូវកោងគឺឆាប់ទៅដល់ជាងទោះជាយ៉ាងណា Ryusu ដែលជាកាប៉ាតេនកប៉ាល់នៅតែចង់ធ្វើដំណើរតាមខ្សែត្រង់ដោយសារតែវាងាយស្រួលជាងមិនខ្លាញ់វិញផ្លូវនៅពេលនោះ Senku បានលើកពីហេតុផលបន្ថែមមកថាពួកគេត្រូវធ្វើដំណើរឲ្យបានឆាប់ដើម្បីឲ្យទាន់រដូវប្រមូលផលពោតបើសិនជាទៅមិនទាន់ទេគឺពួកគេត្រូវរងចាំឆ្នាំក្រោយនៅទីបំផុតពួកគេបានសម្រេចធ្វើដំណើរតាមផ្លូវកោងដែលប៉ែនប្រមាណថានឹងចំណាយរយៈពេលចំនួន40ថ្ងៃការធ្វើដំណើររបស់ពួកគេដូចគេជិះទូទេសចរកំសាន្តអញ្ចឹងអត់មានពាក្យថាធុញទ្រាន់នោះទេជាពិសេសនៅពេលដែលពួកគេមានចង់ភៅដល់ចំណានម្នាក់ឈ្មោះ François ដែលមានជំនាញក្នុងការរៀបចំម្ហូបអាហារហើយនិងភេសជ្ជៈឆ្ងាញ់ François ប្រកាសសង្កេតចិត្តមនុស្សណាស់ដឹងថាអ្នកណាគេចូលចិត្តញ៉ាំអីហើយអ្វីដែលនាងធ្វើឲ្យពួកគេញ៉ាំសុទ្ធតែត្រូវចិត្តពួកគេទាំងអស់នៅយប់នោះ Ginro បានយកស្រាមួយកែវទៅឲ្យ Masukase ដែលជាអង្គរៈរបស់គាត់ផឹកហើយចង់ឲ្យ Masukase ប្រាប់ថាកាលពីមុនមេរបស់គាត់អង្អែលក្លាហានមិនខ្លះចឹងណាហើយ Ginro ក៏រំលឹកគាត់ថាមេពីមុនរបស់ Masukase មិនមែនជាបកាច់យកឯងនឹងទេគ្រាន់តែចៃដន្យមានមុខមាត់ដូចគ្នានៅពេលនោះ Masukase បាននិយាយអំពីប្រវត្តិរបស់គាត់ហើយនៅមេចាស់របស់គាត់ថានៅថ្ងៃដែលឧបករណ៍មដូសាធ្លាក់មកលើកោះ Treasure Island របស់គាត់មនុស្សចាប់ផ្ដើមប្រើវាដើម្បីសម្លាប់គ្នាទៅវិញទៅមកហើយមេចាស់របស់គាត់មានចិត្តក្លាហានចង់ការពារប្រជាជនប៉ុន្តែក្រោយមកគាត់បានស្លាប់ដោយសារតែត្រូវរបួសធ្ងន់ពេកការស្លាប់របស់មេគាត់បានធ្វើឲ្យ Masukase មិនគប្បីជាមួយនឹងតួនាទីរបស់គាត់សោះនៅពេលនោះទោះបីជាគាត់ខំប្រយុទ្ធជាមួយនឹងស្រូវខ្លាំងយ៉ាងណាក៏មិនអាចយកឈ្នះឧបករណ៍មដូសាបានដែរចាប់ពីពេលនេះតទៅគាត់សច្ចាថានឹងការពារ Ginro ទោះបីជាដឹងថា Ginro មិនមែនជាមេចាស់របស់គាត់ក៏ដោយក្រោយមកបន្ទាប់ពីបានផឹកស្រាតែមួយក្អឹក Masukase បានដួលស្លាប់មួយសន្ទុះក្រោយមកបន្ទាប់ពីដឹងខ្លួនវិញគាត់ចាំបានថាមុននឹង Tsukasa ហើយនឹង Ginro ជាអ្នកគ្រាគាត់ហើយគាត់ថែមនឹងបានសុំ Tsukasa ឲ្យទ្រូងថែមទៀតផងគួរឲ្យខ្មាស់គេណាស់បន្តមក Senku មានកំណត់ចង់រំដោះ Yoga ចេញពីថ្ម Senku យល់ថា Yoga ហ៊ានធ្វើអីផ្ដេសផ្ដាស់ទេដោយសារតែនៅពេលនេះពួកគេមានកំភ្លើងហើយណាមួយគ្នារបស់គាត់មាន Tsukasa នៅចាំការពារក្រោយពេលបានរួចពីថ្ម Tsukasa បានសុំឲ្យ Yoga ជួយប្រហាត់បរិញ្ញាក្បាច់គុណទៅគ្នារបស់គាត់ផ្សេងទៀតប៉ុន្តែ Yoga មានលក្ខខណ្ឌមួយគាត់សុំឲ្យ Senku ជួយរំដោះមនុស្ស2នាក់ទៀតចេញពីថ្មផងដែរម្នាក់គឺ Homura ចំណែកម្នាក់ទៀតគឺ Moss ប៉ុន្មានថាកាលពីមុនពួកគេធ្លាប់ប្រឆាំងគ្នាប៉ុន្តែនៅពេលនេះពួកគេជិះទូកតែមួយប្រហែលថ្ងៃក្រោយមកមានថ្ងៃមួយ Ryusu បាននិយាយពីប្រវត្តិខ្លះៗតាក់ទងជាមួយនឹងប្រទេសអាមេរិកគាត់និយាយថាក្រុម Viking រកឃើញប្រទេសអាមេរិកមុន Columbus 500ឆ្នាំមកនោះហើយការដែលក្រុម Viking ធ្វើដំណើរតាមសមុទ្រហើយអត់វែងគឺដោយសារតែពួកគេមានថ្មពិសេសម្យ៉ាងដែលគេហៅថា Sandstone នៅពេលនោះ Senku បានមកដល់ហើយនិយាយថាមិនបាច់បារម្ភទេសម័យឥឡូវគេប្រើ GPS ហើយ GPS របស់គាត់ដំណើរការតាមរយៈការទំនាក់ទំនងជាមួយនឹងអ្នកភូមិ Ishigami ដើម្បីរកពេលវេលាធៀបជាមួយនឹងកម្ពស់ព្រះអាទិត្យនៅលើមេឃបាននិយាយស្រួលយល់គឺតារាមណាឲ្យតែពួកគេមើលឃើញព្រះអាទិត្យគឺអត់ចេះអំបីនោះទេប៉ុន្តែចៃដន្យនៅថ្ងៃនោះមេឃត្រូវបានពពកខ្មៅងងឹតបិទជិតមើលឃើញព្រះអាទិត្យសោះស្វីការមានការព្រួយបារម្ភថាខ្លាចតែទូករបស់ពួកគេបើកវល់ជុំចុះឡើងខាតពេលនេះនិយាយថាបើសិនជាពួកគេមាន Sandstone ដូច Viking ពិតជាល្អណាស់នៅពេលនោះក្រុមបាននឹកឃើញរឿងមួយហើយចោលទៅឃ្លាំងយកថ្មម្ដុំចេញមកគាត់បានពឹងឲ្យខូអាគូប្រើកម្លាំងស្វាគីងកុងរបស់នាងដាប់ថ្មនោះយកទៅផ្នែកថ្លាហើយធ្វើឲ្យវាមានរាង4ជ្រុងឃើញអញ្ចឹងពួកគេអាចមើលឃើញស្មៅក្នុងដុំថ្មថ្លានោះចំនួន2បន្ទាប់មកក្រុមបានច្នៃប្រអប់ឈើមួយទៅដាក់ដុំថ្លានោះហើយទុករុនតូចមួយឲ្យពលឺឆ្លងកាត់គាត់ប្រើឧបករណ៍នោះចង្អុលរាវទៅលើមេឃបើសិនជាស្មៅពលឺទាំងពីរនៅលើដុំថ្លានោះត្រួតស៊ីគ្នាមានន័យថាគាត់ចង្អុលចំព្រះអាទិត្យហើយដូច្នេះទោះបីជាមេឃស្អាប់យ៉ាងណាក៏ដោយក៏ពួកគេនៅតែអាចរកព្រះអាទិត្យឃើញRyusu ប្រាប់ថានឹងហើយគឺជាដុំ Sandstone ដែលក្រុម Viking យកទៅប្រើដើម្បីធ្វើនាវាចរការពីអតីតកាល
សម្រាប់ Senku នៅពេលដែលឃើញក្រុមចេះឆ្នៃប្រឌិនអញ្ចឹងគាត់បានលួចសារក្រុមនៅក្នុងចិត្តយ៉ាងខ្លាំងការធ្វើដំណើរទៅកាន់ប្រទេសអាមេរិកនៅពេលហ្នឹងមិនសូវជាជួបឧបសគ្គអីប្រហែលនោះទេនៅតាមផ្លូវពួកគេបានឃើញទស្សនភាពប្លែកៗចម្លែកភ្នែកដែលពួកគេមិនដែលបានឃើញទេពីមុនមកប្រហែលជា40ថ្ងៃក្រោយមកនៅទីមផតហូមរ៉ាបានឆ្លងមើលឃើញដីគោកមានន័យថានៅពេលនេះពួកគេបានធ្វើដំណើរមកដល់ប្រទេសអាមេរិកហើយដំណឹងនេះបានធ្វើឲ្យគ្នារបស់ Senku ទាំងអស់ដែលនៅលើទូកមានការសប្បាយចិត្តយ៉ាងខ្លាំងមួយផ្នែកគឺដោយសារតែរយៈចុងក្រោយនេះពួកគេបានដាច់ស្បៀងលែងមានសាច់ញ៉ាំជាពិសេសគឺ Kirisame គ្រាន់តែលើអូកូយ៉ូនិយាយរឿងសាច់នាងឃ្លានកោពោះឡើងលើសូគ្រុកគ្រុកបន្តមកការសប្បាយហងជ្រឿប្រែទៅជាស្ងប់ស្ងាត់វិញនៅពេលដែលពួកគេបានឃើញទស្សនភាពនៅលើដីគោកមានសិតតែប្រជាជនដែលបានក្លាយទៅជាថ្មតាមពិតនៅក្នុងចិត្តរបស់ពួកគេម្នាក់ៗសិតតែសង្ឃឹមថានៅពេលដែលធ្វើដំណើរមកដល់ប្រទេសអាមេរិកពួកគេអាចនឹងឃើញប្រជាជនរស់នៅច្រើនហើយអាចជួយពួកគេបានឥឡូវនេះផ្ទុយទៅវិញអ្នកដែលត្រូវជួយប្រជាជនអាមេរិកគឺពួកគេទៅវិញនោះទេបន្តមកពួកគេបាននាំគ្នាចុះពីលើទូកហើយជន់ទឹកដីអាមេរិកជាលើកទី1ទឹកដីអាមេរិកនៅពេលនេះមិនសូវជាមានអីប្លែកពីទឹកដីជប៉ុនប៉ុន្មានទេមានសិតតែព្រៃនៅពេលនោះស្វីខាបានចាប់អារម្មណ៍ឃើញផ្លែស្រល់ធំមួយហើយ Senku ប្រាប់ថាអាហ្នឹងមិនមែនផ្លែស្រល់ទេអាហ្នឹងគេហៅថា Sequoia ដើម Sequoia គឺជាដើមដែលធំជាងគេហើយនឹងខ្ពស់ជាងគេលំដាប់លេខ1នៅលើពិភពលោកបន្តមក Ryusui បានចាប់ចែងគ្នាធ្វើការដោយឲ្យអ្នកខ្លះនៅចាំទូកហើយអ្នកខ្លះទៀតជិះដំណើរទៅស្វែងរកចំការពោតដោយមានក្រុមអ្នកប្រយុទ្ធរបស់ Tsukasa នៅតាមការពារពីក្រោយពួកគេចាប់ផ្ដើមធ្វើដំណើរឡើងតាមដងទន្លេមួយនៅ San Francisco ឆ្ពោះទៅទិសខាងជើងហើយបើតាមអ្វីដែល Senku ប៉ាន់ស្មានគឺនៅពេលនេះមិនទាន់ផុតរដូវពោតផ្លែនោះទេឬមួយដែល Senku សង្ស័យគឺនៅក្នុងព្រៃនេះមានសត្វសាហាវច្រើនណាស់ចាំស៊ីពួកគេនិយាយមិនតាន់ផុតពីមាត់ផងហ្គេនបានមើលឃើញសត្វក្រពើអាមេរិកជាច្រើនបានផុសចេញពីទឹកហ្គេនតែបន្ទោ Senku ថា Senku នឹងមាត់ចង្រៃណាស់កាលមកមានខួរក្បាលឆ្លាតក៏ប៉ុន្តែអត់យកសំណាងមកតាមខ្លួនសោះបន្តមកវងក្រពើទាំងនោះបានចាប់ផ្ដើមបើកការវាយប្រហារទៅលើទូករបស់ Senku ប៉ុន្តែ Senku ដូចអត់មានការព្រួយបារម្ភសោះឡើយដោយសារតែគាត់អានទៅលើក្រុមរបស់ Tsukasa ចាំជួយការពារក្រុមអ្នកប្រយុទ្ធរបស់ Tsukasa នៅពេលនេះសិតតែជាអ្នកខ្លាំងៗទាំងអស់នៅពេលដែលឃើញសត្វក្រពើពួកគេអត់មានខ្លាចរអាលអីទេបែរជាមើលឃើញសាច់ទៅវិញនៅល្ងាចនោះពេលត្រឡប់ទៅដល់កន្លែងវិញពួកគេរកបានសាច់ក្រពើជាច្រើនយកទៅអាំងហើយ Francois ថានឹងបានច្នៃសាច់ក្រពើទាំងនោះធ្វើជានំប៉័ង burger ដែលជាម្ហូបអាហារដ៏ឆ្ងាញ់ពិសាប្រចាំប្រទេសអាមេរិកថែមទៀតផងខណៈពេលដែល Tsukasa កំពុងតែវះសាច់ក្រពើគាត់បានរកឃើញពោតមួយផ្លែនៅក្នុងពោះរបស់ក្រពើនៅពេលនេះ Senku ច្បាស់ណាស់ថានៅផ្នែកខាងលើនៃដងទន្លេច្បាស់ជាមានចង្ការពោតជាមិនខានស្អែកឡើងពួកគេបាននាំគ្នាធ្វើដំណើរតាមដងទន្លេម្ដងទៀតដោយសង្ឃឹមថានឹងរកឃើញចង្ការពោតហើយនៅតាមផ្លូវខគូបានប្រាជ្ញអង្គចាប់បានគ្រាប់ពោតជាច្រើនដែលតាមទឹក Senku ឆ្ងល់ណាស់ថាហេតុអីបានជាមានគ្រាប់ពោតល្បះចេញពីផ្លែហើយដែលតាមទឹកអញ្ចឹងនៅល្ងាចយប់នោះក្រុមរបស់ Senku អត់ត្រឡប់ទៅទូកធំវិញទេគ្រាន់តែបានតាក់ទងទៅប្រាប់ដំណឹងល្អថាពួកគេបានរកឃើញគ្រាប់ពោតជាច្រើនដែលតាមទឹកប៉ុន្តែមិនទាន់រកឃើញចំការនៅឡើយទេបន្តមកសាច់រឿងបានកាត់ទៅមើលវងចចកមួយក្រុមនៅក្នុងព្រៃកំពុងតែឡោមព័ទ្ធមនុស្សចម្លែកម្នាក់តុបតែងខ្លួនក្របស្លុកឈើឡើងចិត្តហើយមើលទៅមនុស្សម្នាក់នោះខ្លាំងមិនធម្មតាទេមិនយូរប៉ុន្មានវងឆ្កែចចកទាំងអស់នោះត្រូវបានគាត់ចាត់ការចោលទាំងអស់កាត់ទៅមើល Senku វិញគាត់បានច្នៃធ្វើភ្លើងបញ្ចាំងឡើងទៅខាងលើដើម្បីទាក់សត្វល្អិតគាត់ត្រូវការចាប់សត្វល្អិតមួយចំនួនយកមកពិនិត្យមើលដើម្បីសិក្សាពីបរិស្ថានជុំវិញនឹងនៅពេលហ្នឹងគាត់ចាប់អារម្មណ៍ថាមានសត្វល្អិតដែលចូលចិត្តស៊ីដំណាំពោតជាច្រើនមានន័យថាមានចំការពោតនៅក្បែរហ្នឹងហើយនៅក្នុងចំណោមនោះផងដែរ Senku ក៏ចាប់អារម្មណ៍ឃើញថាមានសត្វល្អិតដែលចូលចិត្តកាប់បំផ្លាញសម្លៀកបំពាក់ហើយនឹងកណាត់ផ្សេងវាមានន័យថានៅក្បែរនោះក៏មានមនុស្សរស់នៅផងដែរនៅពេលនោះ Tsukasa ដែលកំពុងតែឈរយាមមានអារម្មណ៍ថាដូចជាមិនសូវស្រួលហើយគាត់បានប្រាប់ឲ្យគ្នារបស់គាត់ប្រយ័ត្នខ្លួនឯមែនតែនចំណែក Yoga ក៏សន្និដ្ឋានថាពួកគេប្រហែលជាដើរចូលអន្ទាក់ហើយអាគ្រាប់ពោតដែលតាមទឹកការពេលថ្ងៃតាមពិតគឺជាធ្នាក់តែប៉ុណ្ណោះបន្តមកមនុស្សដែលពួនសង្ងំនៅលើដើមឈើបានប្រើកាំភ្លើងយន្តបាញ់រះមកកាន់ពួកគេយ៉ាងសាហាវណាស់ដែលនៅពេលនោះពួកគេបាននាំគ្នាបោះទូចចាក់ចេញពីទីនោះទាន់ដោយគ្មានអ្នកណាគេមានគ្រោះថ្នាក់អ្វីឡើយគេមិនទាន់បានបង្ហាញអត្តសញ្ញាណអ្នកដែលបាញ់ប្រហារក្រុមរបស់ Senku នៅឡើយទេគ្រាន់តែមើលឃើញថាម្នាក់នោះមានលាបក្រែមពណ៌ស្វាយនៅលើបបូរមាត់សម្រាប់រឿងនេះផងណាខ្ញុំសូមស្លេះត្រឹមប៉ុណ្ណេះសិនសូមអរគុណអ្នកទាំងអស់គ្នាដែលបានតាមដានទស្សនារឿងនេះជាមួយខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងចូលចិត្តហើយនឹងជួយចុច like ហើយ comment ពាក្យល្អៗបានច្រើនហើយក៏សូមសំណូមពរដល់អ្នកដែលមិនទាន់បាន subscribe Channel មនុស្សចរណៃទេក៏សូមជួយ subscribe ម្នាក់មួយដើម្បីផ្ដល់ជាកម្លាំងចិត្តដល់ admin សូមអរគុណទុកជាមុននិងសូមជម្រាបលា